ការទទួលទានទឹកបានត្រឹមត្រូវគឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពរាងកាយនិងស្មារតីខាងក្រោមនេះគឺជាគោលការណ៍ណែនាំខ្លះដើម្បីជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍អត្ថបរមាពីការផឹកទឹក 1. បរិមាណដែលគួរញ៉ាំក្នុងមួយថ្ងៃជាទូទៅមនុស្សពេញវ័យគួរទទួលទានទឹកឲ្យបានចន្លោះពី 2 ទៅ 3 លីត្រក្នុងមួយថ្ងៃទោះជាយ៉ាងណាក៏ដោយបរិមាណនេះអាចប្រែប្រួលទៅតាមសកម្មភាពរាងកាយបើអ្នកហាត់ប្រាណឬធ្វើការធ្ងន់អ្នកត្រូវញ៉ាំលើសពីនេះអាកាសធាតុបើអាកាសធាតុក្តៅរាងកាយត្រូវការទឹកបន្ថែមដើម្បីប៉ះពលជាតិទឹកដែលបាត់បង់តាមញើស 2. ពេលវេលាដែលល្អបំផុតក្នុងការផឹកទឹកក្រោយពេលភ្ញាក់ពីគេងញ៉ាំទឹក 1 ឬ 2 កែវដើម្បីដាស់ប្រព័ន្ធរំលាយអាហារនិងជម្រះជាតិពុលមុនពេលញ៉ាំបាយញ៉ាំទឹក 1 កែវមុនពេលបាយ30នាទីជួយដល់ការសម្រកទម្ងន់និងការរំលាយអាហារពេលមានអារម្មណ៍ថាស្រេកកុំចាំតតែស្រេកខ្លាំងទើបញ៉ាំព្រោះពេលស្រេកខ្លាំងមានន័យថារាងកាយចាប់ផ្ដើមខ្វះជាតិទឹកហើយមុនពេលចូលគេងញ៉ាំបន្តិចបន្តួចបានហើយដើម្បីកុំឲ្យរំខានដល់ការសម្រាកនៅពេលយប់ដើរនំញឹក 3. តិចនិកនៃការផឹកទឹកឲ្យបានត្រឹមត្រូវកុំផឹកលឿនពេកផឹកមួយអន្តែតគួរក្រេបទឹកម្ដងបន្តិចដើម្បីឲ្យរាងកាយស្រូបយកជាតិទឹកបានល្អនិងកុំឲ្យតម្រងនោមធ្វើការធ្ងន់ភ្លាមអង្គុយញ៉ាំទឹកការអង្គុយញ៉ាំទឹកជួយឲ្យសាច់ដុំនិងប្រព័ន្ធប្រសាទមានភាពធូរស្រាលនិងជួយឲ្យទឹកហូរចូលទៅក្នុងខ្លួនបានស្រួលជាងការឈរប្រើប្រាស់ទឹកសីតុណ្ហភាពធម្មតាទឹកក្តៅវណ្ណឬទឹកសីតុណ្ហភាពធម្មតាល្អសម្រាប់សុខភាពជាងទឹកកកត្រជាក់ខ្លាំងជាពិសេសក្រោយពេលញ៉ាំបាយរួច 4. ចំណុចគួរប្រុងប្រយ័ត្នកុំផឹកទឹកច្រើនពេកក្នុងពេលតែមួយវាអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតសូដ្យូមក្នុងឈាម water intoxication កុំញ៉ាំទឹកច្រើនភ្លាមពេលកំពុងញ៉ាំបាយវាអាចធ្វើឲ្យពន្យឺតដំណើរការនៃទឹកក្រពះក្នុងការរំលាយអាហារចំណាំប្រសិនបើអ្នកមានបញ្ហាសុខភាពទាក់ទងនឹងតម្រងនោមឬបេះដូងអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណទឹកដែលស័ក្តិសមបំផុតសម្រាប់ស្ថានភាពរបស់អ្នក